ដំបូងយើង download កម្មវិធី Financial Calculator ណាហើយទៅយើងចូលទៅក្នុង TVM Calculator នេះជាមុខមាត់តែវិធីនៃការគណនាភាគលាភដែលយើងចង់បានក្នុងមួយឆ្នាំដំបូងគឺគេហៅ present value ហ្នឹងគឺ PV ហ្នឹងគឺប្រាក់ដែលយើងមានเนาะប្រាក់យើងមានហើយសម្រាប់ payment គឺជាប្រាក់ដែលយើងអាចចាយបានក្នុងមួយខែ future value គឺនេះយើងចង់បានមួយឆ្នាំយើងចង់បានអនាគតយើងចង់បានលុយប៉ុន្មានហើយ annual rate ហ្នឹងគឺជាភាគរយដែលយើងចង់បាននៅក្នុងមួយឆ្នាំភាគលាភណាហើយភាគលាភនឹងរយៈពេលដែលយើងអាចវិនិយោគបានអញ្ចឹងខ្ញុំចាប់ផ្ដើមបំពេញ present value គឺ0ឥឡូវខ្ញុំអត់មានលុយទេតែខ្ញុំអាចបង់បានមួយខែ$300 complete អក្សរលេខដកណាមួយខែយើងអាចមានលុយ$300សម្រាប់វិនិយោគហើយអនាគតខ្ញុំនឹងចង់វិនិយោគហើយនឹងចង់បានទទួលលុយនឹងប្រហែលជា$120,000រយៈពេល20ឆ្នាំនេះខ្ញុំចង់វិនិយោគឲ្យបានពី$100,000ដើម្បីចំណាយពេលក្រោយពេល trade ហើយរយៈពេលខ្ញុំចង់វិនិយោគគឺ240ខែឬរយៈពេល20ឆ្នាំណាអញ្ចឹងយើងអាចចុចត្រង់ពាក្យ rate បាន rate ปุ๊បនឹងចេញភាគរយដែលយើងនឹងវិនិយោគ